មានទី5នេះខ្ញុំឃើញខាងខៅសូទេខាងផ្សាយបាជា4 5ម៉ោងមុននេះហើយខ្ញុំឃើញរូបថតគេបង្ហោះជាច្រើនខ្ញុំក៏សម្រេចយករូបថតនេះមួយដោយត្រង់ខ្ញុំក៏អត់ដឹងដែរខ្ញុំក៏អត់ដឹងដែរណាខ្ញុំសួរដោយត្រង់តែម្ដងគឺបើតាមខាងខៅសូហ្នឹងក៏បានរាយការណ៍ថាក្រមការងារកម្ពុជាហើយនិងថៃដែលធ្វើការលើការបោះបង្គោលព្រំដែនបដោះអាសន្ននៅចន្លោះព្រំដែនលេខបង្គោលព្រំដែនលេខ52ដល់59នៅខាងភាគីថៃគឺខាងពងណាំរុនណាស្រុកពងណាំរុនខេត្តចន្ទបុរីហើយបើជានៅកម្ពុជាគឺខេត្តបាត់ដំបងណាខ្ញុំឃើញសេចក្តីជូនដំណឹងរបស់ខាងភាគីកម្ពុជាផងដែរក៏ប៉ុន្តែឥឡូវនេះខាងខៅសូក៏រាយការណ៍ថាគឺបេសកកម្មនៅក្នុងការបោះតម្រុយបង្គោលព្រំដែនហ្នឹងគឺចប់ 100% ហើយគឺដោយបានបោះបង្គោលព្រំដែនបដោះអាសន្ននេះចំនួន166ដែលលើចម្ងាយផ្លូវចម្ងាយដីចំនួន8គីឡូម៉ែត្រ300បាទអញ្ចឹងគឺ8.3គីឡូម៉ែត្រហើយគឺជារឿងមួយដែលឈរលើគាត់ថាឈរលើចំណុចដែលបានឯកភាពគ្នាព្រំដែនដើមដែលបានកសាងតាំងពី120ឆ្នាំមកហើយបាទគឺចឹងបានន័យថាអត់មានអ្វីថ្មីទេក៏ប៉ុន្តែនៅក្នុងនេះខាងខៅសូនឹងគាត់បាននិយាយថាក្រុមការងារហ្នឹងគឺគាត់ថាដាក់បង្គោលហ្នឹងគឺមិនប្រើប្រាស់ដោយចូលលើផែនទីមួយលើຂະຫນາດ200,000ទេបាទគាត់ប្រាប់ពីហ្នឹងខ្ញុំក៏មិនយល់ថាហេតុអ្វីបានជាគាត់ថែមពីហ្នឹងដែរក្នុងខណៈពេលដែលគាត់និយាយថាការបោះបង្គោលហ្នឹងគឺស្របទៅលើអ្វីដែលមានស្រាប់មកហើយតាំងពី120ឆ្នាំមកហើយបាទនេះគឺជាសេចក្តីរាយការណ៍របស់ខៅសូហើយខ្ញុំដាក់រូបនេះមកនេះគឺមានអ្នកចូល comment ហ្នឹងគឺគាត់សន្និដ្ឋានយកតែម្ដងខ្ញុំដោយត្រង់ខ្ញុំអត់ដឹងទេគឺរូបភាពនេះតើប្រិមិត្តយល់ថាជាខ្ញុំចាប់អារម្មណ៍ទៅលើពីរចំណុចគឺលើផ្លូវថ្នល់បាទលើផ្លូវថ្នល់ហ្នឹងតើផ្លូវថ្នល់ហ្នឹងគឺនៅខាងភាគីណាភាគីកម្ពុជាឬក៏ខាងភាគីថៃបាទពីព្រោះបើសូមអធិស្ឋានខ្ញុំសន្និដ្ឋានផ្ទាល់ខ្លួនខ្ញុំណាប្រិមិត្តអាចកែខ្ញុំបានបើអ្នកណាដឹងទីតាំងភូមិសាស្ត្រហ្នឹងខ្ញុំបើតាមខ្ញុំយល់វិញបាទខ្ញុំយល់វិញគឺផ្លូវនេះខ្ញុំយល់ថាប្រហែលជានៅក្នុងទឹកដីថៃហើយចឹងឥឡូវនេះបង្គោលតម្រុយហ្នឹងគឺបោះមកដល់ផ្លូវហ្នឹងតែម្ដងអញ្ចឹងបានន័យថាគ្មានចំណីផ្លូវទៀតទេបានន័យថាកម្ពុជារុលទៅក្នុងទឹកដីថៃទៅក្បែរផ្លូវហ្នឹងតែម្ដងពីព្រោះហេតុផលដែលខ្ញុំនិយាយថាផ្លូវនៅក្នុងទឹកដីថៃហ្នឹងគឺពីព្រោះផ្លូវនេះវាទី1វាច្បាស់ហើយវានៅតាមព្រំដែនណាផ្លូវតាមព្រំដែនហើយមានការគូនឹងដូចផ្លូវនៅក្នុងក្រុងអញ្ចឹងគឺមានគំនូសលឿងកណ្ដាលមានគំនូសសងខាងដែលតាមធម្មតានេះគឺជាស្តង់ដាររបស់ថៃភាគច្រើនក៏ធ្វើបែបហ្នឹងហើយចាក់កស៊ូយ៉ាងងាន់បែបនេះអាហ្នឹងទី1ខ្ញុំសន្និដ្ឋានអញ្ចឹងណាចាំបើអញ្ចឹងមែនគឺបានន័យថាពីមុនបញ្ជីគាត់ទៀមទាឆ្ងាយពីហ្នឹងឥឡូវការពិតមែនតើគឺទៅគៀកខ្នល់នឹងសោះបាទគឺខ្មែរទៅយកដីដល់ហ្នឹងហើយចំណុចទី2គឺខ្ញុំចាប់អារម្មណ៍ទៅលើបង្គោលភ្លើងប្រិមិត្តមើលបង្គោលភ្លើងដែលនៅរូបខាងឆ្វេងដៃខាងលើខាងឆ្វេងដៃហ្នឹងបើតាមលក្ខណៈហ្នឹងគឺជាបង្គោលភ្លើងបែរជានៅក្នុងរបស់ថៃស្តង់ដារថៃណាខ្ញុំមើលអញ្ចឹងខ្ញុំអាចខុសណាប្រិមិត្តខ្ញុំអាចខុសអញ្ចឹងបានន័យថាបើអញ្ចឹងមែនគឺបានន័យថាកម្ពុជាវាស់ចូលទៅក្នុងអ្វីដែលថៃគាត់គ្រប់គ្រងក្នុងពេលបច្ចុប្បន្ននេះឥឡូវហ្នឹងគឺបានន័យថាព្រំដែនប្រកាសគឺយើងត្រូវចូលទៅក្នុងទឹកដីថៃបន្ថែមទៀតប៉ុន្តែខ្ញុំគ្រាន់តែជាការសន្និដ្ឋានតាមរូបភាពនេះតែប៉ុណ្ណោះទេព្រោះដោយត្រង់គឺខ្ញុំអត់ដឹងមែនខ្ញុំបានតែឃើញចាប់អារម្មណ៍ចេះអញ្ចឹងបានន័យថាបើសិនជាខ្នល់នេះខ្នល់ដីថៃហើយនៅបង្គោលនេះបញ្ចូលមកក្នុងទឹកដីកម្ពុជាគឺប្រកាសជាកម្ពុជាចាត់យកមកវិញហើយចាត់យកមកវិញគឺមិនឲ្យថៃមកដាក់បង្គោលនៅលើទឹកដីកម្ពុជាទេប៉ុន្តែសូមអធិស្ឋានណាខ្ញុំនិយាយដោយត្រង់គឺខ្ញុំមើលទៅតាមរូបហើយនិយាយព្រោះខ្ញុំអត់បានដឹងកិច្ចការនឹងនៅកន្លែងហ្នឹងទេបាទអញ្ចឹងបាទនេះគឺបើប្រិមិត្តណាមានយោបល់អ្វីផ្សេងគឺ
và cứ xôm châu rùm mà chú bó phong và khiêm khơi miền lý có tha miền tây rồi miền tây ria và khiêm mình hiên san là than thì và khiêm mình hiên san là than thì và ta khiêm mưa tạm lời khno ní khiêm chưa tha khno bỏ thầy sang song tràn chiềng mà lời tự phù mà xa lại bắt bò cái nắng ta mày dương ta bà từ thừa plei đón nắng rồi cái dạng mấy khiêm ở đây score đại đó chẳng là chia sấy khiêm thảo khiêm ai nâng chu là quay bàn chạy sẽ đánh khiêm đằng phần nát khiêm gì phần đằng rồi mất ai đằng chuyện khiêm và tôi bây giờ rằng là cái đó miền tôi càng nghe đừng du hay dạ bêประมาณkhai ta hay mà cả bữa tới cứ chập ram tập pp pon của môi là nó cứ tầm là cả chụp chiaประจำตอนนี้ไปchiaมันเซอร์มินตำนอกนี่ประมาณเท่าบาทchiaมันเซอร์ใบละบาทว่าจังนี่คือที่เอาไว้ได้ขยมยกปีข้าวโซนบอกให้ขยมก็มันต่อบานเคยข้างปีกีกัมพูชีได้เบอร์เซนเจียมีนกะเบาะทรายยังไม่ได้ปีกร้อยนึงปริมัดก็จำตัวขยมมีนเจตนาในขนมกาในใจเอาไว้เขาติดประกอบตะเคยการีกาแบบนี้ให้ยืนมือเต้ามีนยังผลิตที่ระบบการบัญชียืงเบอร์ตามการเอาดังระบบข่าวข่าวโซนก่อนอย่างที่ท่านเนี่ยได้โจรูมนั่นคือมีนบุคลิกมามันไตรนั่นคือมารอยเนี่ยมารอยเนี่ยไอ้เนาะคือมาปีขางไทยให้ในการบัญชีคือบานโจรูมทัวร์กิจการนั่งจบชื่อประจำของนายจังเป็นการปรมปรีเคลียลักษณะกำหนดปัจจัยกันเต้นะว่าจังอ้อยไปมัดสมอคนชันโดยมาลองเทียบส่งคันแต่ไปโต๊ะเปอร์เซ็นต์บาเมียนกาขอชองกันไรนะผู้เขียมเคยแต่ปันนังตีบาเขียมเรียกการจูนปันนังให้มันแมนมีเจตนาไว้กลาปีไอ้ปริมาณบาทดังเรื่องแต่การเป็นรางลงปันนังตีว่าเลยนั่งเปอร์เซ็นต์เชียมีเนี่ยนะดังปีรูปเพียบหนึ่งฉบับเชียจีเขียมอาจจะสันนิษฐานพอถ้าเขียมเคยมีเนี่ยทัวร์คำบันนั่นก็โดยเชียมีลักษณะอภิชบินสมัยปฏิกัมพูชีก็ท่าคือมาโยดอขนอกัมพูชีไอ้จังแต่ขยมยีโดยอารมณ์วันนี้อารมณ์ขยมชื่อท่าหมายยังโรโจตัวขนมได้ไทยนังชาเชียงคือพูดขนมแบบนี้คือให้นบโกเพลิงวิสตองดาบัดไทยชาเชียงอะไรนั่นหมายตัดดอกับอะไรนั่งวิจารณ์มาดอจากบัดในทางขนมเพลิงกับเราเมื่อก่อนถือโจบอกเกี้ยนังได้ขมายให้ก่อนไอ้นังตีจำเลยขนมหลวงดอmột bậc cô là bón là lư từ đây mày nó kia là lấy mày vua học về mình thấy cứ từ vô cái này thằng một mình và tại khi ở cái bà đây như vậy trong đó ở cái bà đây còn chỉ cả mưa tam sao là cả chợ sau đây là không rụp thọ đi chúng ta rụp thọ vì mình ai cái đau này thằng ở đi mà